សម្រាប់បងប្អូនដែលប្រើ MacBook ហើយចង់ copy ឯកសារចេញពី iPhone ចូល MacBook ឬក៏ចេញពី MacBook ចូល iPhone អញ្ចឹងដើម្បី copy បានគឺយើងត្រូវ download កម្មវិធីមួយអញ្ចឹងកម្មវិធីមានឈ្មោះថា 3U Tool ដែលបងប្អូនបានឃើញនៅលើអេក្រង់អញ្ចឹងឥឡូវខ្ញុំធ្វើការដោតភ្ជាប់ iPhone ជាមួយនឹង MacBook បន្ទាប់ពីដោតភ្ជាប់ហើយយើងទៅបើកកម្មវិធីដែលយើងដើម្បី transfer អញ្ចឹងកម្មវិធីហ្នឹងគឺមានឈ្មោះថា 3U Tool ដែលមានអក្សរលេខ3ពណ៌ខៀវឥឡូវយើងធ្វើការបើកកម្មវិធីក្នុងចាំ Template ដើម្បីឲ្យវាស្គាល់ជាមួយ iPhone បន្ទាប់ពីវាស្គាល់ហើយវានឹងបង្ហាញពីលក្ខណៈសម្បត្តិ iPhone យើងតើជាភេទអី LLA ម៉ាន G ភាគរយថ្មសប្រមាណគឺវាបង្ហាញទាំងអស់អញ្ចឹងដើម្បី copy file ចេញពី iPhone ចូល MacBook ឬក៏ file ពី MacBook ចូល iPhone វិញយើងត្រូវចុចពាក្យ file ហើយទាំងអស់នេះគឺជា file ដែលនៅក្នុង iPhone យើងឥឡូវឧទាហរណ៍ខ្ញុំចូលកន្លែងរូបភាពគឺ DCIM ឥឡូវខ្ញុំធ្វើការរករូបភាពមួយដើម្បី copy អញ្ចឹងដើម្បី copy បានយើងគ្រាន់ចុចលើរូបភាពហើយយើងចុចពាក្យ export អញ្ចឹងយើងរើសទីតាំងតែយើងចង់ដាក់រូបភាពយើងនៅទីណាឥឡូវខ្ញុំសូមធ្វើការដាក់នៅលើ desktop ទៅទៀតយើងចុចពាក្យ open នោះវានឹង copy រូបភាពយើងទៅលើ desktop បាទនេះគឺរូបភាពវាបានមកដល់លើ desktop ហើយ